ជាដំបូងខ្ញុំចង់ជំរាបសួរដល់លោកគ្រូឡងសុធាតាខ្ញុំជានិស្សិតឆ្នាំទី1ចំនួនទី34និង48សម្រាប់ក្រុមរបស់ខ្ញុំគឺបានជ្រើសរើសយកនៅចំណុចទី1ដែលនិយាយអំពីវិស័យអាកាសចរណ៍នៅកម្ពុជាហើយសមាជិកក្រុមរបស់ខ្ញុំមាន2នាក់គឺឈិនចានីដែលជាប្រធានក្រុមនិងខ្ញុំឈ្មោះនុកដេបូរ៉ាដំបូងយើងត្រូវដឹងពីសារៈសំខាន់នៃវិស័យអាកាសចរណ៍សារៈសំខាន់នៃវិស័យអាកាសចរណ៍ជាសសរស្តម្ភនៃសេដ្ឋកិច្ចដែលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកជំរុញទេសចរណ៍និងពាណិជ្ជកម្មឆ្លងដែនរចនាសម្ព័ន្ធនិងគំរូនៃការវិនិយោគផ្ទាល់ពីបរទេសដែលអក្សរកាត់ FDI ប្រើប្រាស់រូបភាព BOT សាងសង់ប្រតិបត្តិការផ្ទេរភាគច្រើនមកពីប្រទេសចិនដើម្បីកាត់បន្ថយបន្ទុកថវិការដ្ឋលើគម្រោងធំៗភាពជាដៃគូរដ្ឋនិងឯកជនដែលអក្សរកាត់គឺ PPP ការរួមទុនរវាងក្រុមហ៊ុនក្នុងស្រុកដូចជា OCIC ជាមួយរដ្ឋាភិបាល SSCA ដើម្បីធានានូវអធិបតេយ្យភាពសេដ្ឋកិច្ច FDI ដែលអក្សរពេញគឺ Foreign Direct Investment ការវិនិយោគផ្ទាល់ពីបរទេសឬការដាក់ទុនដោយផ្ទាល់ពីក្រុមហ៊ុនឬបុគ្គលបរទេសមកក្នុងស្រុក PPP អក្សរពេញ Public Private Partnership ភាពជាដៃគូរវាងរដ្ឋនិងឯកជនឬការសហការគ្នារវាងស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនដើម្បីវិនិយោគលើគម្រោងធំៗ BOT អក្សរកាត់ Build Operate Transfer សាងសង់ប្រតិបត្តិការផ្ទេរឬរូបភាពវិនិយោគដែលក្រុមហ៊ុនសង់រួចគ្រប់គ្រងយកចំណេញមួយរយៈរួចផ្ទេរឲ្យរដ្ឋវិញ SSCA ដែលអក្សរពេញមានន័យថា State Secretariat of Civil Aviation រដ្ឋលេខាធិការស្ថានអាកាសចរស៊ីវិលនិងស្ថាប័នរដ្ឋដែលគ្រប់គ្រងនិងត្រួតពិនិត្យលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា OCIC អក្សរពេញ Overseas Cambodian Investment Corporation ជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំរបស់អ្នកអុកញ៉ាប៉ុងខៀងសែងដែលជាអ្នកវិនិយោគចម្បងលើព្រលានយន្តហោះតេជោ FAI វិនិយោគពីបរទេស 100% អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទុនវិនិយោគប្រមាណ $1,100 លានវិនិយោគិន Yuhan Investment Holding មកពីប្រទេសចិនលក្ខណៈបច្ចេកទេសកម្រិត 4E ទទួលយន្តហោះខ្នាតធំគោលបំណងបម្រើទេសចរណ៍វប្បធម៌លំដាប់ពិភពលោក CIA មោទនភាពទុនក្នុងស្រុកអាកាសយានដ្ឋានអន្តរជាតិតេជោទុនវិនិយោគ $1,500 លានដំណាក់កាលទី1វិនិយោគិន CAIC OCIC 90% បូកនឹង SSCA 10% លក្ខណៈបច្ចេកទេសកម្រិត 4F ធំបំផុតយុទ្ធសាស្ត្រក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ Hub ក្នុងតំបន់ជាដំបូងជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះឈិនចានីជាសិស្សនៃថ្នាក់3448នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំណុចបន្តខ្ញុំសូមបកស្រាយបន្តពីមិត្តរួមក្រុមចំណុចទី5ការវិនិយោគលើក្រុមហ៊ុនអាកាសចរ Cambodia Angkor Air ក្រុមហ៊ុនអាកាសចរជាតិទុនចម្រុះរដ្ឋបូកវិនិយោគគុនចិនផ្ដោតផ្លូវហោះហើរយុទ្ធសាស្ត្រAir Asia Cambodia ការវិនិយោគ FDI ពីម៉ាឡេស៊ីសហការជាមួយនឹងទុនក្នុងស្រុកដើម្បីជំរុញទីផ្សារតម្លៃទាបPrivate Charter កំណើននៃការវិនិយោគក្នុងស្រុកលើសេវាកម្មហោះហើរឯកជននិង VIP សម្រាប់ធុរកិច្ចសូមចំណុចបន្ទាប់ទៀតអធិពលនៅលើសេដ្ឋកិច្ចនិងសង្គមការបង្កើតការងារបាន 85% លំហូរទេសចរ 90% បច្ចេកវិទ្យា 60% រាល់$1ដែលវិនិយោគនៅក្នុងអាកាសចរបង្កើនផលចំណេញដល់សេដ្ឋកិច្ចជាតិលើសពី$3បញ្ហាប្រឈមជាយុទ្ធសាស្ត្រកង្វះធនធានមនុស្សជំនាញតម្រូវការអ្នកបច្ចេកទេសនិង Pilot កម្ពុជានៅមានកម្រិតទាបនៅឡើយបើធៀបនឹងតម្រូវការទីផ្សារ
ថ្លៃប្រតិបត្តិការខ្ពស់តម្លៃសេវាកម្មដីគោកនិងប្រេងឥន្ធនៈហោះហើរធ្វើឲ្យសម្បត្តិយន្តហោះនៅតែមានតម្លៃថ្លៃការប្រកួតប្រជែងក្នុងតំបន់សម្ពាធពីហូបធំដូចជាបាងកកនិងសិង្ហបុរីដែលមានបណ្ដាញហោះហើរទូលំទូលាយផែនការយុទ្ធសាស្ត្រ2026និង2030បញ្ចប់ការសាងសង់ដំណាក់កាលទី1នៃ TIA និងតភ្ជាប់ផ្លូវហោះហើរត្រង់ទៅកាន់អឺរ៉ុប2027បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរជាតិស្តង់ដារ ICAO 2029ពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញតាមអាកាស Cargo Hub លំដាប់តំបន់2030កម្ពុជាក្លាយជាគោលដៅឆ្លងកាត់ដ៏សំខាន់ក្នុងអាស៊ីអាគ្នេយ៍ចំណុចចុងក្រោយសេចក្តីសន្និដ្ឋានតុល្យភាពវិនិយោគការរួមបញ្ចូលគ្នារវាងទុនបរទេស FDI និងទុនក្នុងស្រុក Local Capital គឺជាគន្លឹះជោគជ័យនៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយុទ្ធសាស្ត្រភ្ជាប់ការវិនិយោគលើអាកាសយានដ្ឋានយក្សនឹងធ្វើឲ្យកម្ពុជាក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីនៅក្នុងអាស៊ានអនុសាសន៍ចាំបាច់ត្រូវបង្កើនការវិនិយោគលើធនធានមនុស្សនិងបច្ចេកវិទ្យា Digital ដើម្បីធានាចរភាពយូរអង្វែងសូមអរគុណនិងជម្រាបលាលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានទស្សនាslide របស់នាងខ្ញុំនិង